គឺជាព័ត៌មានពិស្ដារទី1ដែលខ្ញុំដកស្រង់ពីសារព័ត៌មានខ្លាំងច្បាស់ជាងគេគឺសារព័ត៌មាន Washington Post ណាខ្ញុំយកអត្ថបទ Washington Post បូកជាមួយនឹងសារព័ត៌មានផ្សេងៗទៀតផងដែរបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាសហរដ្ឋអាមេរិកឥឡូវនេះកំពុងត្រៀមបញ្ជូនកងកម្លាំងជាច្រើនពាន់នាក់បន្ថែមទៀតទៅតំបន់មជ្ឈមបូព៌ានេះតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីដែលសូមមិនបញ្ចេញឈ្មោះបាទក្នុងគណៈពេលដែលការចរចាកំពុងតែកើតមានឡើងហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអាចបញ្ចប់ចំនួនដែលមានរយៈពេលជាច្រើនសប្តាហ៍នេះសហរដ្ឋអាមេរិកពេលនេះក៏កំពុងតែពិចារណានេះបើយោងតាមកាសែត Washington Post ណាតែពេលនេះសហរដ្ឋអាមេរិកក៏កំពុងតែពិចារណាលើលទ្ធភាពនៃការវាយប្រហារបន្ថែមឬក៏ធ្វើប្រតិបត្តិការនៅលើដីប្រសិនបើបទជបាញ់លែងមានប្រសិទ្ធភាពបទជបាញ់ពីបច្ចុប្បន្ននេះណាលែងមានប្រសិទ្ធភាពនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកបានថ្លែងហើយទៅបានរាយការណ៍ដោយសារព័ត៌មាន Washington Post កងកម្លាំងដែលចល័តចូលទៅក្នុងតំបន់នោះរួមមានកងទ័ពប្រហែលជា6000នាក់នៅលើនាវាផ្ទុកយន្តហោះ USS George W Bush និងនាវាចម្បាំងជាច្រើនគ្រឿងដែលអមដំណើរនេះបើយោងតាមមន្ត្រីបច្ចុប្បន្ននិងអតីតមន្ត្រីមួយចំនួនដែលបាននិយាយក៏ប៉ុន្តែសូមក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកងកម្លាំងប្រហែលជា4200នាក់ផ្សេងទៀតបានទៅតាមក្រុមនាវាចម្លងទៅលើកមុនហើយបាទហើយនឹងកងម៉ារីនផងដែរគឺកងម៉ារីនបេសកកម្មទី11ដែលខ្ញុំបានផ្សាយជូនប្រហែលថ្ងៃមុនណាគឺចំនួន4200នាក់ទៅមុនហើយក៏ប៉ុន្តែទៅមិនទាន់ដល់ទេគឺរំពឹងថានឹងទៅដល់តំបន់មជ្ឈមបូព៌ាគឺក្បែរប្រទេសអ៊ីរ៉ង់នៅចុងខែនេះហើយពួកចល័តទ័ពចេញពីជប៉ុនទៅនោះបាទនឹងទៅដល់ចុងខែនេះហើយការបន្ថែមកម្លាំងហាក់ដូចជានឹងបញ្ចូលគ្នាជាមួយនឹងកងនាវាចម្បាំងដែលមានស្រាប់នៅតំបន់មជ្ឈមបូព៌ាខណៈដែលបទជបាញ់រយៈពេល2សប្តាហ៍ត្រូវបានកំណត់ថានឹងផុតនៅថ្ងៃទី22ខែមេសាបាទនិងនៅពេលដែលយោធាសហរដ្ឋអាមេរិកកំពុងតែបិទច្រកពាណិជ្ជកម្ម Hormuz មិនឲ្យមានចរាចរណ៍ចេញចូលនោះទេហើយបើតាមការរៀបរាប់របស់សារព័ត៌មាន Washington Post ឲ្យដឹងថាទាហានដែលបញ្ជូនទៅនេះគឺនឹងទៅចូលរួមជាមួយនឹងទាហានរបស់សហរដ្ឋអាមេរិកដែលមានស្រាប់នៅក្នុងតំបន់នេះចំនួនប្រមាណជា50000នាក់ដែលមានស្រាប់ទៅហើយដែលកំពុងតែចូលរួមនៅក្នុងប្រតិបត្តិការនោះពីតំបន់ផ្សេងប៉ុន្តែសម្ដៅទៅលើច្រកនៅក្នុងប្រទេសអ៊ីរ៉ង់ការមកដល់នៃនាវាចម្បាំងបន្ថែមនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើអ៊ីរ៉ង់នឹងផ្ដល់ឲ្យឧត្តមនាវីនឹងផ្ដល់ឲ្យលោកនាយឧត្តមនាវី Brad Cooper គាត់ជាមេបញ្ជាការយុទ្ធភូមិភាគកណ្ដាលណានៅជំរឿនបន្ថែមទៀតបាទដើម្បីក្នុងពេលដែលការចរចាជាមួយនឹងអ៊ីរ៉ង់កំពុងតែធ្វើហើយបើសិនជាការចរចានេះបរាជ័យគឺលោកអាចនឹងមានជំរឿនបន្ថែមក្នុងការចាត់ចែងកងកម្លាំងរបស់លោកនេះបើយោងតាមលោក James Forgo នាយឧត្តមនាវីកងទ័ពជើងទឹកដែលបានចូលនិវត្តន៍និងជាសាកលវិទ្យាធិការនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រសមុទ្រនៅភាគខាងជើងរដ្ឋ Virginia ដោយឡែកលោកស្រី Caroline Leavitt ដែលជាអ្នកនាំពាក្យសេតាវិមានវិញបានប្រាប់នាយកព័ត៌មានកាលពីថ្ងៃពុធនេះថាវាជាក់ស្ដែងណាស់ដែលអ៊ីរ៉ង់ត្រូវតែព្រមព្រៀងតាមការចង់បានរបស់លោកប្រធានាធិបតីដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ខ្លួនឯងដែលក្នុងនោះរួមមានការមិនឲ្យមានអាវុធនុយក្លេអ៊ែរហើយនឹងការបើកច្រកសមុទ្រពាណិជ្ជកម្ម Hormuz ឡើងវិញបាទនេះគឺជាសេចក្តីរាយការណ៍ដែល Washington Post បានរាយការណ៍ហើយ Washington Post បានរាយការណ៍លម្អិតបន្ថែមតែខ្ញុំសូមដកស្រង់តែចំណុចសំខាន់ប៉ុណ្្នឹងទេនៅក្នុងការវិវត្តមួយទៀតគឺអ្នកសម្របសម្រួលជាន់ខ្ពស់ប៉ាគីស្ថានឥឡូវនេះបានអញ្ជើញទៅដល់ទីក្រុងតេហេរ៉ង់ហើយទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះហើយអ្នកដែលដឹកនាំប្រតិភូចូលរួមនៅក្នុងក្បួនប្រតិភូជាន់ខ្ពស់ហ្នឹងក៏មានលោកសេនាប្រមុខដែលជាមេបញ្ជាការកងទ័ពកំពូលរបស់ប្រទេសប៉ាគីស្ថានហ្នឹងក៏ទៅដែរគឺលោក Shahid Asim Munir មកលោកឧត្តមសេនីយ៍ Munir ក៏លោកអញ្ជើញទៅដែរដើម្បីរៀបចំយ៉ាងណាឲ្យមានការចរចាដើម្បីពង្រឹងបទជបាញ់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលមានស័ព្ទនោះឲ្យវានៅបន្តទៀតបាទពីព្រោះវាទៅផុតនៅសប្តាហ៍ក្រោយនេះហើយលោក Ismail Bagheri អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃពុធនេះផងដែរថាអ៊ីរ៉ង់បានផ្លាស់ប្ដូរសារជាមួយនឹងសហរដ្ឋអាមេរិកជា
ប្រចាំដែរតាមរយៈប៉ាគីស្ថានចាត់តាំងពីការចរចាដំបូងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនោះណាមួយនៅឡើយទេកាលពីថ្ងៃអាទិត្យកន្លងមកនេះហើយភាគីទាំងពីរមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងណាមួយដើម្បីជួបប្រជុំគ្នាជុំទី2នៅឡើយទេលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសម្សិលមិញថាការជួបប្រជុំទី2នេះអាចនឹងកើតមានឡើងនៅក្នុងសប្តាហ៍នេះក៏ប៉ុន្តែខាងអ៊ីរ៉ង់ក៏ថាមិនទាន់ដល់ពេលដែលឯកភាពគ្នាតែជួបប្រជុំទី2នឹងឬទេបាទហើយក៏មានព័ត៌មានដែរបញ្ជាក់ថាគឺភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងច្បាស់នឹងជាអចិន្ត្រៃយ៍ដែរក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយពីខាងភាគីអ៊ីរ៉ង់នៅឡើយទេដោយឡែកអ្នកស្រី Caroline Levitt ដែលជាអ្នកនាំពាក្យរបស់សេតាវិមានបានសម្ដែងនៅសុទិដ្ឋិនិយមអំពីការចរចាដែលនឹងកាន់មានឡើងនេះលោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅសេតាវិមាននៅថ្ងៃនេះថាគឺយើងមានអារម្មណ៍ល្អអំពីទស្សនវិស័យនៃកិច្ចព្រមព្រៀងមួយដែលនឹងអាចសម្រេចបានដោយអ្នកស្រីបានបន្ថែមថាវាជាស្ដែងវាជាផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ប្រសិនបើធ្វើតាមការចង់បានរបស់លោកប្រធានាធិបតីគឺបាទនេះគឺជាអ្វីដែលខាងសហរដ្ឋអាមេរិកចង់បានដោយដែលលោកប្រធានាធិបតីបាននិយាយទៀតគឺមិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេគឺជារឿងមួយដែលរីករាយដែលគួរជាក្តីសង្ឃឹមផងដែរសូម្បីតែលោកប្រធានាធិបតីដូណាល់ត្រាំក៏បានសរសេរដោយក្តីសង្ឃឹមដែរបាទគឺបទច្បាញ់គ្នារយៈពេល10ថ្ងៃរវាងប្រទេសលីបង់និងអ៊ីស្រាអែលបានចូលជាធរមានហើយនៅថ្ងៃប្រហ័សគឺបានន័យថាទៅជាព្រឹកថ្ងៃសុក្រមកនៅតំបន់នោះបាននៅកម្ពុជាគឺព្រឹកថ្ងៃសុក្របានចូលជាធរមានហើយជាដល់ការនោះគឺលោកប្រធានាធិបតីដូណាល់ត្រាំបានមានប្រសាសន៍ថាកិច្ចប្រជុំបន្ទាប់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងធ្វើឡើងនៅចុងសប្តាហ៍នេះនេះជាការបន្ថែមទៅនឹងសុទិដ្ឋិនិយមថាសង្គ្រាមនៅអ៊ីរ៉ង់អាចនឹងឈានទៅដល់ទីបញ្ចប់ហើយលោកត្រាំបានមានប្រសាសន៍ថាអ៊ីរ៉ង់បានសន្យាថានឹងមិនមានអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជាង20ឆ្នាំខាងមុខហើយមជ្ឈដ្ឋាននុយក្លេអ៊ែររបស់ទីក្រុងអ៊ីរ៉ង់នេះហើយទីក្រុងតេហេរ៉ង់នេះហើយគឺជាចំណុចជាប់គាំងនៅក្នុងការជួបពិភាក្សាគ្នាកាលពីសប្តាហ៍មុនកាលពីចុងសប្តាហ៍មុនលោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសេតាវិមានថាយើងនឹងរងចាំមើលថាមានអ្វីកើតឡើងប៉ុន្តែខ្ញុំគិតថាយើងជិតសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយនឹងអ៊ីរ៉ង់ហើយសង្គ្រាមជាមួយនឹងអ៊ីរ៉ង់បានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈដោយមានការវាយប្រហាររវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាវាយប្រហារទៅលើអ៊ីរ៉ង់ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់និងបានធ្វើឲ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងដែលបង្កើតឲ្យមានការឈឺក្បាលឬក៏បញ្ហាខាងនយោបាយនឹងជាច្រើនជារឿងមួយសំខាន់សម្រាប់លោកប្រធានាធិបតីដូណាល់ត្រាំផងដែរប្រសិនបើបទជបាញ់នៅលីបង់បើកផ្លូវឲ្យមានកិច្ចព្រមព្រៀងកាន់តែទូលំទូលាយជាមួយនឹងអ៊ីរ៉ង់បាទវាគឺជាជ័យជំនះមួយសម្រាប់លោកប្រធានាធិបតីដូណាល់ត្រាំដែលបានតស៊ូរហូតមកដល់ពេលនេះដើម្បីបើកច្រក Hormuz ដែលជាច្រកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលបានរារាំងអស់រយៈពេលជាយូរមកហើយដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃប្រេងនៅលើពិភពលោកហើយក៏ជាការមួយដែលសហរដ្ឋអាមេរិកអាចនឹងរារាំងអ៊ីរ៉ង់មិនអាចអភិវឌ្ឍទៅជាកម្មវិធីអាវុធនុយក្លេអ៊ែរបានដែរដោយឡែកនៅក្នុងទីក្រុងបេរូតវិញគឺមានសម្លេងកំភ្លើងបាញ់ឡើងលើអបអរសាទរចំពោះបទជបាញ់គ្នាគឺមានបន្លឺឡើងតាំងពីព្រឹកថ្ងៃសុក្រតែម្ដងនៅពេលដែលខណៈពេលដែលនាឡិកាដៃវាចូលដល់ម៉ោង12ពាក់កណ្ដាលរាត្រីម៉ោងនៅក្នុងស្រុកនៅក្នុងប្រទេសលីបង់គឺក៏តែម៉ោង12ភ្លាមភ្លាមប្រជាពលរដ្ឋអបអរសាទរពីព្រោះបទជបាញ់គ្នាចូលជាធរមានហើយក្រោយពីក្រុមហ៊ីស្បូឡាវាប្រហារទៅលើអ៊ីស្រាអែលនាំឲ្យមានការសងសឹកពីអ៊ីស្រាអែលបានបណ្ដាលឲ្យមនុស្សជាង 2000 នាក់ស្លាប់បាត់បង់ជីវិតហើយសម្លេងកំភ្លើងហើយនឹងគ្រាប់រ៉ុកែតបានលឺប្រហែលជាកន្លះម៉ោងឯណោះបាទបាញ់អបអរសាទរប្រហែលជាកន្លះម៉ោងដើម្បីគេអបអរសាទរបទជបាញ់នេះលោកត្រាំបានមានប្រសាសន៍សម្ដៅទៅលើកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយអ៊ីរ៉ង់ថាលោកគិតថាគឺយើងនឹងមានឱកាសសម្រាប់បានកិច្ចព្រមព្រៀងហើយប្រសិនបើរឿងនោះកើតឡើងគឺតម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងខ្លាំងបាទហើយអតិផរណាក៏នឹងធ្លាក់ចុះផងដែរហើយសំខាន់ជាងនោះទៀតគឺនឹងមិនមានអាវុធនុយក្លេអ៊ែរសម្រាប់រំខានមនុស្សនោះទេលោកប្រធានាធិបតីបានមានប្រសាសន៍ថាលោកមិនប្រកាសថាបទជបាញ់គ្នារយៈពេល2សប្តាហ៍ដែលបានព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់កាលពីសប្តាហ៍មុននឹងត្រូវពង្រីកឲ្យលើសពី2សប្តាហ៍ក្រោយនោះទេពីព្រោះអីលោកបានថែមថាទី
ទីក្រុងតេរ៉ង់គឺចង់បានកិច្ចព្រមព្រៀងមួយឲ្យបានឆាប់ៗណាលោកបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងល្អណាស់ជាមួយអ៊ីរ៉ង់នៅពេលនេះទោះបីជាវាពិបាកជឿយ៉ាងណាក៏ដោយខ្ញុំគិតថាវាជាការរួមបញ្ចូលគ្នានៃការទម្លាក់គ្រាប់បែកប្រហែល4សប្តាហ៍និងការបិទផ្លូវដ៏ខ្លាំងក្លាមួយបើសិនបើមុខកញ្ចក់បន្តិចដូចដែលខ្ញុំបាននិយាយចឹងបើលោកប្រធានាធិបតីដូណាល់ត្រាំលោកពេញចិត្តណាគឺថាសរសើរដល់បើថាខឹងផ្អាប់ដល់មកគេជាមួយអ៊ីរ៉ង់ជួឥឡូវគាត់ថាអូគឺថាយើងមានទំនាក់ទំនងល្អណាស់ទេណាជាមួយនឹងអ៊ីរ៉ង់នៅពេលនេះបាទពាក្យរបស់គាត់គឺល្អអាក្រក់បាទបាត់មកវិញនៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍មុនសហរដ្ឋអាមេរិកបានស្នើឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់រយៈពេល20ឆ្នាំដែលជាការសម្របសម្រួលជាក់ស្ដែងដែលទាមទារក្នុងការហាមឃាត់ជាអចិន្ត្រៃយ៍ទីក្រុងតេរ៉ង់ក៏បានស្នើផ្អាករយៈពេលពី3ទៅ5ឆ្នាំនេះបើយកតាមអ្នកដែលបានដឹងអំពីកិច្ចការចរចានេះឥឡូវនេះគឺមានព្រមគ្នាចឹងបានន័យថាបើសិនជាដូចអ្វីដែលលោកប្រធានាធិបតីមានប្រសាសន៍មែនគឺអ៊ីរ៉ង់គាត់ថាមិនធ្វើកម្មវិធីនុយក្លេអ៊ែរនៅរយៈពេលជាង20ឆ្នាំបើបានចឹងមែនគឺដំណើររឿងនេះនឹងទៅបញ្ចប់